ជំរាបសួរខ្ញុំបាទសឺកំហៀងជាអ្នកបច្ចេកទេសនៅក្នុងក្រុមហ៊ុនចំណីសត្វនិងតាមសត្វ AGFit ថ្ងៃនេះខ្ញុំចង់បញ្ជាក់ពុកម៉ែបងប្អូនអំពីវគ្គសិក្សាជំនាញពេទ្យសត្វចំនួនទី6តាមរយៈអនឡាញដោយសារតែយើងឃើញថាតម្លៃប្រេងសាំងបច្ចុប្បន្ននេះគឺមានការឡើងថ្លៃទើបខាងក្រុមហ៊ុន AGFit បានមានការសម្របសម្រួលនៅក្នុងការសិក្សាពីការរៀនផ្ទាល់មកជាការបើកវគ្គទៅលើជំនាញពេទ្យសត្វតាមអនឡាញតាមរយៈការស្នើសុំពីពុកម៉ែបងប្អូនពិតជាមានការបើកតាមរយៈអនឡាញពិតមែនវគ្គសិក្សានេះគឺជួយដល់ពុកម៉ែបងប្អូនដែលនៅទីដែលឆ្ងាយចំណាយលុយច្រើនទៅលើការធ្វើដំណើរឬក៏ចំណាយលើផ្សេងទើបក្រុមហ៊ុនបង្កើតវគ្គតាមអនឡាញនេះដើម្បីជាការសម្រួលដល់ពុកម៉ែបងប្អូនជាអ្នកសិក្សាហើយនៅក្នុងការរៀនពេលដែលយើងមានចម្ងល់យើងអាចសាកសួរតាម Zoom តាមកម្មវិធីដើម្បីបញ្ជាក់ភ្លាមបានមានចម្ងល់ត្រង់ណាយើងសួរត្រង់ហ្នឹងគ្រួសារយើងបាទកូនយើងប្អូនយើងក្មួយយើងគាត់អាចបានរៀនសូត្រជាមួយយើងដែរយើងស្ដាប់បានមួយផ្នែកគាត់ស្ដាប់បានមួយផ្នែករួមមកគឺចេះទាំងអស់គ្នាយើងរៀនតាមអនឡាញនេះក៏ចំណេញច្រើនដែរក្នុងវគ្គជំនាញពេទ្យសត្វនេះយើងផ្ដោតសំខាន់3ធំទី1និយាយអំពីការត្រួតពិនិត្យអំពីសុខភាពសត្វធម្មតាបែបម៉េចឈឺបែបម៉េចតើវាខុសលក្ខណៈទូទៅនឹងបែបម៉េចទី2ស្វែងយល់អំពីការចិញ្ចឹមសត្វបែបម៉េចទើបទទួលបានផលច្រើនជាងមុនការផ្ដល់ចំណីឲ្យជ្រូកតែមួយមុខគឺមិនឲ្យជ្រូកនឹងឡើងគីឡូទាំងស្រុងទេលុះត្រាតែយើងដឹងអំពីវិធីសាស្ត្រនៅក្នុងការចិញ្ចឹមសិនថាយើងផ្ដល់ការរស់នៅបែបម៉េចផ្ដល់ការកាត់ stress យ៉ាងម៉េចដើម្បីកុំឲ្យជ្រូកនឹងមានបញ្ហាហើយចំណុចទី3ដែលយើងសិក្សានោះគឺតកតងនឹងឱសថមានន័យថាយើងស្គាល់អំពីឱសថតើឱសថនេះជាប្រភេទឱសថអីគេជាបាលលើជំងឺអីតើយើងធ្វើបែបម៉េចទើបដឹងពីជំងឺហ្នឹងហើយយើងប្រើប្រាស់តាមត្រូវអញ្ចឹង3ចំណុចធំនេះដែលយើងផ្ដោតសំខាន់ទៅលើជំនាញវគ្គពេទ្យសត្វបើសិនជាពុកម៉ែបងប្អូនមានពេលវេលាតិចជាប់រវល់ច្រើននៅទីតាំងបាទអត់ចង់ចេញពីត្រង់ព្រោះពេលដែលចេញហើយយើងត្រូវមានពេលការ៉ាន់ទីនដើម្បីការពារការឆ្លងជំងឺពីក្រៅចូលក្នុងវិញអញ្ចឹងការរៀនវគ្គអនឡាញនេះគឺជួយបានច្រើនអ្នកបច្ចេកទេសអ្នកជំនាញពីខាង AGFit ចុះទៅជួបពុកម៉ែបងប្អូនដែរបើសិនជាក្នុងករណីពុកម៉ែបងប្អូនស្នើសុំពីខាងយើងឲ្យចុះទៅជួយបន្ថែមមកទៀតថាអូខ្ញុំកំពុងរៀបចំសាងសង់ទ្រុងតើសាងសង់ទ្រុងមិនដើម្បីគេចផុតពីជំងឺជួយកាត់បន្ថយហានិភ័យផ្សេងពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍បាទចង់រៀនវគ្គអនឡាញទៅលើជំនាញវគ្គពេទ្យសត្វចំនួនទី6នេះពុកម៉ែបងប្អូនត្រូវចុះឈ្មោះចូលរៀនជាមួយនឹងក្រុមការងារ AGFit បានតាមរយៈខ្ញុំផ្ទាល់ឬក៏តាមរយៈ page របស់ AGFit មួយទៀតពុកម៉ែបងប្អូនត្រូវតែ download កម្មវិធីសម្រាប់យកមកសិក្សាគឺកម្មវិធី Zoom ចុះឈ្មោះឲ្យក្រុមការងារនឹងតាក់ទងទៅបន្ថែមទៅលើការ download កម្មវិធីដើម្បីយកមកសិក្សាបន្ថែមអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនបាទដែលមានចំណាប់អារម្មណ៍ចង់រៀនវគ្គសិក្សាផ្នែក online លើជំនាញវគ្គពេទ្យសត្វចំនួនទី6នេះពុកម៉ែបងប្អូនអាចចុះឈ្មោះពីពេលនេះរហូតដល់ថ្ងៃទី24ខែមេសាឆ្នាំ2026ដែលកម្មវិធីរបស់យើងគឺនឹងធ្វើឡើងនៅថ្ងៃទី25ខែមេសាឆ្នាំ2026នេះបាទសូមអរគុណនិងសូមជម្រាបលា